ចឹងនឹងថាកម្ពុជារថយន្ត SUV បែប off-road នៅលើពិភពលោកប្រចាំឆ្នាំ2025មាន model អ្វីខ្លះកុំភ្លេចទស្សនាវីដេអូនេះបើគិតទៅនៅសល់ពេលប្រហែលជាង2ខែទៀតប៉ុណ្ណោះនឹងត្រូវបិទបញ្ចប់ទំព័ររឿងរ៉ាវជីវិតក្នុងឆ្នាំ2025ហើយគិតទៅរយៈពេល1ឆ្នាំពិតជាលឿនមែនទែនប៉ុន្តែមិនលឿនដល់ក្រុមហ៊ុនផលិតរថយន្តទេមិនទាន់ដល់ឆ្នាំ2026ផងតែចេញ model រថយន្តស៊េរីឆ្នាំ2026អស់ហើយនិយាយលេងទេបងប្អូនឥឡូវចុងដល់ខ្សែរឿងយើងវិញមកស្គាល់ពីកម្ពុជារថយន្ត SUV បែប off-road ទាំង8 model ដែលជាពិសេសដែលទស្សនាបរិយារថយន្តដល់13 Motor Trend ចំណុចថ្នាក់ទី1បានទៅលើរថយន្ត Land Rover Defender ស៊េរីឆ្នាំ2025ដែល Motor Trend rate រថយន្តនេះ 8.5 លើ10 Land Rover Defender ផ្ដល់មកជាមួយជំរើសម៉ាស៊ីនពីរផ្សេងគ្នាក្នុងនេះជាមួយម៉ាស៊ីនចំណុះ 2.0 ទំហំ4ស៊ីឡាំងអាចផលកម្លាំងបាន296សេះរីឯម៉ាស៊ីនចំណុះ 4.4 Twin Turbo ទំហំ8ស៊ីឡាំងអាចផលកម្លាំងបាន626សេះសម្រាប់រថយន្ត Land Rover Defender មិនមែនត្រឹមតែជារថយន្តម៉ែប្រណិតនោះទេវាត្រូវបានរចនាជាពិសេសសម្រាប់ការបើកបរបែប off-road ដោយវាបានបំពាក់មកជាមួយប្រព័ន្ធបូមខ្យល់អេឡិចត្រូនិកមុខងារ Terrain Response កម្រិតខ្ពស់អនុញ្ញាតឲ្យបងប្អូនកំណត់របៀបបើកបរតាមចិត្តដើម្បីឆ្លើយតបទៅនឹងគ្រប់ស្ថានភាពផ្លូវនៅមុខងារចាក់សោលោកប៉ុងចំណាត់ថ្នាក់ទី2គឺបានទៅលើរថយន្ត Toyota 4Runner ស៊េរីឆ្នាំ2025ដែល Motor Trend rate រថយន្តនេះ 8.3 លើ 10 Toyota 4Runner បានផ្ដល់មកជាមួយជំរើសម៉ាស៊ីនពីរប្រភេទដែលម៉ាស៊ីន Standard ចំណុះ 2.4 Turbo ទំហំ4ស៊ីឡាំងអាចផលកម្លាំងបាន278សេះនិងកម្លាំងរមុះ430 Nm ចំណែកម៉ាស៊ីន Hybrid i4 Mix អាចផលកម្លាំងបាន326សេះនិងកម្លាំងរមុះ630 Nm ដែលមានសមត្ថភាពអូសសំដៅទម្ងន់អតិបរមាបាន2721 គីឡូក្រាមរថយន្ត Toyota 4Runner ស៊េរីឆ្នាំ2025ត្រូវបានរចនាមកផ្ដោតលើការបើកបរបែប off-road ខ្លាំងជាង model ចាស់ដោយសារតែវាមានកម្ពស់ពិបាកដេកខ្ពស់ជាងមុនមានមុខងារជំនួយក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវមានប្រព័ន្ធចាក់សោលោកប៉ុងខាងក្រោយបំពាក់មកជាមួយបូម Bilstein ឬ Fog ដែលមានបន្ថែមមកជាមួយបល្ល័ង្កដាស់ការពារបាតខាងក្រោមរបស់រថយន្តចំណែកថ្នាក់ទី3គឺបានទៅលើរថយន្ត Jeep Wrangler Rubicon ស៊េរីឆ្នាំ2025ដែល Motor Trend rate រថយន្តនេះ 8.2 លើ 10 Jeep Wrangler Rubicon ស៊េរីឆ្នាំ2025ផ្ដល់មកជាមួយជំរើសម៉ាស៊ីន3ប្រភេទផ្សេងគ្នាក្នុងនោះរួមមានម៉ាស៊ីនចំណុះ 3.6 ទំហំ6ស៊ីឡាំងម៉ាស៊ីនចំណុះ 6.4 ទំហំ8ស៊ីឡាំងសម្រាប់ model Rubicon 392និងជម្រើស Plug-in Hybrid 4xe សម្រាប់ Jeep Wrangler Rubicon ស៊េរីថ្មីនេះរចនាប្រសំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃផងនិងការបើកបរបែប off-road ផងដែលវាបានបំពាក់មកជាមួយអាក់យ៉ាងរឹងមាំទាំងផ្នែកខាងមុខនិងខាងក្រោយប្រព័ន្ធចាក់សោលោកប៉ុងចំនួន3របៀបរបាទប់លំនៅនៅផ្នែកខាងមុខអាចផ្ដាច់បាននិងការមុខធ្វើពីដែកសុទ្ធដើម្បីធានាភាពរឹងមាំស័ក្តិសមបំផុតក្នុងការបើកបរបែប off-road ចំណែកថ្នាក់ទី4គឺបានទៅលើរថយន្ត Ford Bronco ស៊េរីឆ្នាំ2025ដែល Motor Trend rate រថយន្តនេះ 8.2 លើ 10 Ford Bronco ស៊េរីឆ្នាំ2025ផ្ដល់មកជាមួយជំរើសម៉ាស៊ីន EcoBoost ចំនួន3ប្រភេទផ្សេងគ្នាដែលម៉ាស៊ីន i4 ចំណុះ 2.3 លីត្រអាចផលកម្លាំងបាន300សេះខណៈម៉ាស៊ីនចំណុះ 2.7 លីត្រទំហំ6ស៊ីឡាំងអាចផលកម្លាំងបាន330សេះនិងម៉ាស៊ីនចំណុះ 3.0 ទំហំ6ស៊ីឡាំងអាចផលកម្លាំងបាន418សេះបើនេះពីកម្រិតសមត្ថភាពក្នុងការបើកបរបែប off-road Ford Bronco នេះក៏មិនណយដែរដែលរថយន្តនេះរចនាមកមានកម្ពស់ពិបាកដៃខ្ពស់មានជម្រើសនៃការបើកបរ GOAT mode ជួយបង្កើនប្រសិទ្ធភាពនៃការបើកបរសម្រាប់គ្រប់ស្ថានភាពផ្លូវដូចជាផ្លូវភក់ខ្សាច់និងថ្មបន្ថែមពីនេះវាក៏មានបំពាក់មកជាមួយកញ្ចប់ Sasquatch ដែលត្រូវបានបំពាក់មកជាមួយកាកដែកដើម្បីការពារការប៉ះទង្គិចនៅពេលបើកបរបែប off-road ចំណែកថ្នាក់ទី5គឺបានទៅលើរថយន្ត Mercedes-Benz G-Class ស៊េរីឆ្នាំ2025ដែល Motor Trend rate រថយន្តនេះ 8.2 លើ 10 Mercedes-Benz G-Class ស៊េរីឆ្នាំ2025ផ្ដល់ជាមួយជំរើស3 model ផ្សេងគ្នាដែលក្នុងនោះ model G550 ដំណើរការដោយម៉ាស៊ីន Mild Hybrid ចំណុះ 3.0 ទំហំ6ស៊ីឡាំងអាចកើតកម្លាំងបាន443សេះ model AMG G63 ដំណើរការដោយម៉ាស៊ីនចំណុះ 4.0 by Turbo ទំហំ8ស៊ីឡាំងអាចផលកម្លាំងបាន577សេះនិងចុងក្រោយ model Akisani G580 ដំណើរការដោយ motor Akisari i-Cric ចំនួន4អាចផលកម្លាំងសរុបបាន579សេះនិងកម្លាំងរមុះ1164 Nm សម្រាប់កម្រិតសមត្ថភាព off-road វិញ Mercedes-Benz G-Class នេះបានផ្ដល់មកជាមួយជំរើសនៃការបើកបរលើផ្លូវខ្សាច់ផ្លូវឡើងភ្នំផ្លូវមានថ្មបន្ថែមពីនេះវាក៏មានប្រព័ន្ធបន្ថយល្បឿនក្នុងការឡើងទួលឬផ្លូវលំបាកបានយ៉ាងងាយស្រួលចំណែកថ្នាក់ទី6គឺបានទៅលើរថយន្ត Lexus GX ស៊េរីឆ្នាំ2025ដែល Motor Trend rate រថយន្តនេះ 8.1 លើ 10 Lexus GX ដំណើរការដោយម៉ាស៊ីនចំណុះ 3.4 Twin Turbo ទំហំ6ស៊ីឡាំងអាចផលកម្លាំងបាន349សេះកម្លាំងរមុះ640 Nm និងមានសមត្ថភាពអូសសំដៅបានជាង4តោនសម្រាប់ model Overthree បានបំពាក់មកជាមួយកញ្ចប់ off-road ជាពិសេសដែលភ្ជាប់មកជាមួយសំបកកង់ទំហំ33អ៊ីង All-terrain Tire បន្ថែមមកជាមួយបល្ល័ង្កដាស់ការពារបាតខាងក្រោមប្រព័ន្ធបូម Akisani Kinetic Dynamic និងប្រព័ន្ធចាក់សោលោកប៉ុងខាងក្រោយអ្វីដែលកាន់តែពិសេសគឺរថយន្តនេះបានបំពាក់ជាមួយគ្រោងឆ្អឹង Body and Frame ស័ក្តិសមបំផុតក្នុងការបើកបរបែប off-road និងការប្រើប្រាស់ទូទៅប្រចាំថ្ងៃចំណែកថ្នាក់ទី7គឺបានទៅលើរថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ2025ដែល Motor Trend រថយន្តនេះ 8 លើ 10 Toyota Land Cruiser ស៊េរីឆ្នាំ2025គឺជាប្រភេទរថយន្ត Hybrid SUV ទទួលបានការរចនាថ្មីបន្ថែមដោយបំពាក់មកជាមួយប្រព័ន្ធ Hybrid i4 Mix ដំណើរការដោយម៉ាស៊ីនចំណុះ 2.4 Turbo Charge ទំហំ4ស៊ីឡាំងអាចផលកម្លាំងបាន326សេះកម្លាំងរមុះ630 Nm និងមានសមត្ថភាពអូសសំដៅបានទម្ងន់ជាង4តោន Toyota Land Cruiser រចនាមកផ្ដោតលើការបើកបរបែប off-road ដែលបានបំពាក់មកជាមួយប្រព័ន្ធចាក់សោលោកប៉ុងបល្ល័ង្កដាស់ការពារបាតខាងក្រោមរបស់រថយន្តរបាទប់លំនឹងនៅផ្នែកខាងមុខអាចផ្ដាច់បានដើម្បីបង្កើនភាពបត់បែននៃប្រព័ន្ធបូមនិងមុខងារជំនួយក្នុងការបើកបរជាច្រើនទៀតចំណែកថ្នាក់ទី8គឺបានទៅលើរថយន្ត Eneo Grenadier ស៊េរីឆ្នាំ2025ដែល Motor Trend រថយន្តនេះ 7.3 លើ 10 Eneo Grenadier បានបំពាក់មកជាមួយម៉ាស៊ីនរបស់ក្រុមហ៊ុន BMW ចំណុះ 3.0 Turbo Charge ទំហំ6ស៊ីឡាំងអាចផលកម្លាំងបាន282សេះកម្លាំងរមុះ
450 Nm គូផ្គងជាមួយប្រអប់លេខអូតូ 8 វគ្គដែលមានសមត្ថភាពអូសសណ្ដោងបានទម្ងន់ 3.5 តោនរយន្ត E-Neo Grenadier រចនាម៉ូដផ្ដោតសំខាន់លើការបើកបរបែប Off-road ដែលបំពាក់មកជាមួយអាកយ៉ាងរឹងមាំដោយតួខ្លួនរបស់វាត្រូវបានផលិតឡើងពីដែកថេបបន្ថែមពីនេះវាក៏មានប្រព័ន្ធចាក់សោរឡុកប៉ងនិងមានបល្ល័ង្កដាស់ការពារផ្នែកខាងក្រោមផងដែរក្រៅពីទស្សនាវីដេអូនេះដល់ចប់ហើយក្នុងចំណោមរថយន្តទាំង 8 ម៉ូដែលនេះតើរថយន្តមួយណាជារថយន្តដែលបងប្អូនពេញចិត្តខ្លាំងអាចខមមិននៅក្នុងវីដេអូនេះបានអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត